រឿងព្រេងទាក់ទងទៅនឹងដើមកំណើតទំនៀមការស្លាប់បីអតីតនិទានពីព្រេងនេះមកថាមានកុមារកំព្រា4នាក់ជាសម្លាញ់នឹងគ្នាមានឈ្មោះមិនពិតប្រាកដនៅក្នុងស្រុកតាកសិលាបានបបួលគ្នាទៅរៀនសិលសាស្ត្រលុះទៅដល់ចុងស្រុកតាកសិលាបានជួបនឹងអាចារ្យពិសាបាមកជាតិជាព្រានម្នាក់ដែលជាអ្នកបង្រៀនសិលវិជ្ជាគ្រប់មុខហើយកុមារទាំង4នាក់ក៏បានចូលទៅលើកដៃសំពះក្រាបចិត្តបាតជើងក៏ពោលវិចារឲ្យលំទោនព្រះអាចារ្យខ្ញុំម្ចាស់អើយខ្ញុំបាទទាំង4នាក់នេះជាមនុស្សទីតលក្រលំបាកណាស់គ្មានឪពុកម្ដាយជាទីពំនាក់អាស្រ័យទេយើងខ្ញុំចូលមកសូមជ្រកកោនពឹងបុណ្យលោកផងតាមតែលោកអាណិតអាសូរឲ្យរៀនសិលសាស្ត្រផងចុះអាចារ្យឮដូច្នោះមានចិត្តអាណិតមេត្តាក៏ស្រែកហៅភរិយាថាកានអើយចូលមកអាយប្រពន្ធឮក៏ស្ទុះមកដល់ភ្លាមអាចារ្យក៏និយាយប្រាប់សពគ្រប់រួចប្រកល់កុមារទាំង4នាក់ឲ្យទៅប្រពន្ធកុមារទាំង4ខំយកចិត្តទុកដាក់បម្រើអាចារ្យមិនឲ្យមានការអាក់អន់សពន់ចិត្តម្ដងណាឡើយអាចារ្យក៏មានចិត្តមេត្តាឲ្យរៀនសិលវិជ្ជាគ្រប់គ្នាគឺម្នាក់ឲ្យរៀនគម្ពីរហោរាម្នាក់ឲ្យរៀនសិលបាញ់ធ្នូនិងស្នាម្នាក់ឲ្យរៀនសិលមុជទឹកឯម្នាក់ទៀតឲ្យរៀនសិលប្រោះជីវិតមនុស្សនិងសត្វដែលបានស្លាប់ឲ្យរស់មកវិញបានទាំង4នាក់ក៏ចេះសិលវិសេសផ្សេងគ្នាសម័យថ្ងៃមួយកុមារទាំង4គិតគ្នាថាយើងរៀនសិលចេះចាប់គ្រប់គ្នាហើយគួរយើងនាំគ្នាលាអាចារ្យយើងទៅស្វែងរកទ្រព្យសម្បត្តិប្រពន្ធកូនរៀងខ្លួនចុះប្រងព្រៀងគ្នាស្រេចក៏ចូលទៅក្រាបលាអាចារ្យថាសូមលាទៅរលាភសក្ការៈបុត្រនិងភរិយាអាចារ្យក៏បើកឲ្យទៅតាមសេចក្តីប្រាថ្នាឥតមានជំទាស់ខិតខាំងអ្វីឡើយកុមារទាំង4នាក់លុះដើរទៅដល់នឹងសមុទ្ររកទុកនឹងសំពៅឆ្លងទៅត្រៃម្ខាងពុំបានក៏នាំគ្នាដេកសម្រាកក្រោមដើមឈើនៅមាត់សមុទ្រនោះហើយកុមារាទាំង3និយាយនឹងកុមារាហោរាថាអោសំឡាញ់អើយសំឡាញ់ឯងបានរៀនខាងវិជ្ជាហោរាសាស្ត្រយើងចង់ដឹងណាស់ថាតើវិជ្ជានេះពូកែស័ក្តិសិទ្ធិយ៉ាងណាចូលអ្នកវាលេខទាយលោមើថ្ងៃស្អែកនេះយើងនឹងបានឆ្លងទៅត្រៃម្ខាងដែរឬទេមួយទៀតតើយើងនឹងមានបានលៀបអ្វីស៊ីខ្លះដែរកុមារាហោរាក៏តាំងវាលេខមើលសពគ្រប់ទៅថ្ងៃស្អែកនេះថ្ងៃពេញពន្លឺយើងនឹងមានលៀបមហាធំតាមទំនាយនឹងមានសត្វឥន្ទ្រីឆាបពំនាំកូនក្រមុំស្ដេចមួយហើយឆ្លងសមុទ្រមកទិសបពាប្រកាសតើពួកអ្នកនឹងគិតយ៉ាងដូចម្ដេចកុមារាចេះបាញ់ធ្នូទទួលរ៉ាប់រងថាត្រង់នេះទុកងាយឲ្យខ្ញុំនឹងបាញ់ដណ្ដើមយកពីមាត់សត្វនោះឲ្យបានងាយកុំបារម្ភលុះព្រឹកឡើងពេលថ្ងៃពេញពន្លឺសត្វឥន្ទ្រីក៏ពំកូនក្រមុំស្ដេចហើយឆ្លងសមុទ្រមកមែនកុមារចេះបាញ់ធ្នូហើយតែត្រេកអរពេកអត់បានពិចារណាក៏វត្តធ្នូសបាញ់ទៅភ្លាមត្រូវសត្វធ្លាក់ទាំងនាងក្រមុំកណ្ដាលសមុទ្រកុមារចេះមុជទឹកធានាខ្លួនថាខ្ញុំនឹងហែតទឹកមុជទៅយកនាងមកឲ្យបានពីក្នុងសមុទ្រហើយលោតទឹកហែទៅយកនាងបានមកដូចពាក្យថាមែនតែនាងនោះផុតរលត់សង្ខារទៅហើយកុមារចេះប្រោះថាខ្ញុំនឹងប្រោះនាងឲ្យរស់ឡើងវិញហើយក៏សតសេពសិលវិជ្ជាប្រោះនាងឲ្យរស់ឡើងមកនាងនោះមានរូបរាងដ៏ល្វត់ល្វន់ស័ក្តិសមព្រោះនាងជាបុត្រីមហាក្សត្រកុមារទាំង4នាក់ក៏ដណ្ដើមនាងចង់បានធ្វើជាប្រពន្ធរៀងខ្លួនកុមារហោរាថានាងនេះត្រូវបាននឹងយើងព្រោះហេតុដើមឡើយមកពីយើងទាយកុមារចេះបាញ់ធ្នូក៏បាននិយាយថាអ្នកគ្រាន់តែទាយកុំតែយើងបាញ់ធ្វើម្ដេចនឹងបានត្រូវតែឲ្យនាងនោះមកធ្វើជាប្រពន្ធយើងកុមារចេះមុជទឹកក៏បាននិយាយថាអ្នកបាញ់ធ្លាក់កណ្ដាលសមុទ្រមែនតែកុំបានយើងមុជទឹកទៅយកមកធ្វើម្ដេចនឹងបានត្រូវឲ្យនាងនេះមកធ្វើជាប្រពន្ធរបស់យើងកុមារចេះប្រាប់ថាអ្នកទៅយកនាងពីទឹកមកមែនតែនាងនោះអស់ជីវិតទៅហើយបើគុំតែយើងចេះប្រោះធ្វើម្ដេចនាងនឹងបានរស់ឡើងវិញដូច្នេះត្រូវឲ្យនាងមកធ្វើជាប្រពន្ធយើងកុមារទាំង4នាក់មិនសុខចិត្តរៀងខ្លួនក៏នាំគ្នាបណ្ដាស្រីនោះទៅរកចៅក្រមកាត់ក្តីឲ្យវេលានោះព្រះពោធិសត្វយកកំណើតជាកូនកដុំពីរនៅក្នុងស្រុកចន្ទក្រៀមលោកតែងតែចូលគបម្រើព្រះមហាក្សត្រស្ដេចក៏តាំងងារឲ្យថាសុភាចាបរិសោសម្រាប់សេចក្តីខាងតុលាការកុមារទាំង4នាក់ក៏នាំគ្នាទៅប្តឹងមិនសុខចិត្តពីរឿងដណ្ដើមប្រពន្ធគ្នានោះពោធិសត្វទទួលបណ្ដឹងហើយក៏កាត់ចម្លើយគ្រប់គ្នាទ្រង់ស្វែងយល់សេចក្តីព្រះប្រាជ្ញាក៏បង្គាប់ទៅកុមារហោរានិងកុមារជាប្រុសឲ្យអង្គុយលើអាសនៈខ្ពស់ស្មើគ្នាកុមារចេះបាញ់ធ្នូឲ្យអង្គុយបន្ទប់ក្រោមកុមារចេះមុជទឹកឲ្យអង្គុយ
ប្ររពពីក្រោមគេបង្អស់ហើយព្រះបរមពោធិសត្វសម្ដែងធម្មត្រីចរិយាមួយចាប់ឲ្យស្ដាប់រួចកាត់សេចក្តីថាមនាលកុមារទាំង4អើយជួបទៀងត្រចៀកទាំងពីរស្ដាប់យើងនឹងសម្រេចសេចក្តីដោយយុត្តិធម៌រួចពោធិសត្វបានប្រជុំចៅក្រមទាំងអស់ហើយកាត់សេចក្តីថាកុមារហោរាដែលជាទាយត្រូវលើកទឹកជាឪពុកនាងកុមារជាប្រុសឲ្យរស់ជីវិតដូចជាមេដាឲ្យទឹកសក្ខីដល់បតត្រូវទុកជាម្ដាយនាងកុមារជាបាញ់ត្រូវទុកជាបងបង្កើតរបស់នាងព្រោះបងរមែងកាន់ជាត្រកូលជួយការពារសង្គ្រោះប្អូនស្រីកុមារជាមុជទឹកត្រូវទុកជាប្តីរបស់នាងព្រោះគេបានប៉ះពាល់ដល់រូបរាងនាងតាំងពីក្នុងទឹកមកមុនគេម្លេះកុមារទាំង4ក៏ព្រមទទួលយកតាមពាក្យរបស់ពោធិសត្វកាត់សេចក្តីហើយទូលពោធិសត្វថាលោករៀបទុកដាក់យើងខ្ញុំជាឪពុកជាម្ដាយជាបងនេះយើងខ្ញុំសុខចិត្តហើយតែសូមលោកមេត្តាជ្រើសរើសរបស់អ្វីដ៏ប្រសើរទុកតំណាងជាមង្គលតទៅមុខនឹងឲ្យបានកូនប្រសាកំណត់បំរើឪពុកម្ដាយនឹងបងក្នុងគ្រានេះផងពោធិសត្វទ្រង់ក៏ព្រះតម្រិះថាជាតិជាព្រះមហាក្សត្រត្រូវមានស្លាព្រះពោ3ចំណែកមហាជនត្រូវប្រែឲ្យហៅថាការស្លា3វិញរួចទៅពោធិសត្វឲ្យទៅកាន់ផ្កាស្លាមួយខ្ពស់យកមកទុករៀបតុបតែងបែងចែកជា3ចំណែកតុកជាធំត្រូវឪពុកម្ដាយទទួលផ្ទាល់ពីដៃកូនប្រសាចំណែកផ្កាស្លាទី2ត្រូវបងបង្កើតឪពុកធំឬមីមីងទទួលចំណែកផ្កាស្លាពៅត្រូវញាតិសាលោហិតមិត្តសម្លាញ់ទទួលសុំការដែលធំជាងគេត្រូវតម្កល់ទុក3ថ្ងៃទើបឲ្យយកទៅប្រគេនព្រះសាមណព្រានប្រតិចាដើម្បីសុំពរទាំង3គឺអាយុសុខៈពលៈឯសុំការកណ្ដាលនឹងពៅត្រូវកាត់ស្រាយក្នុងពេលនោះផងចែកញាតិសាលោហិតមិត្តសម្លាញ់បាចទៅលើគូស្វាមីភរិយាថ្មីឲ្យសពសាទុកាពោតាមបែបនិយមទៅទំនៀមនេះក៏ជាប់រៀងរហូតមកដល់យើងសពថ្ងៃនេះ